បញ្ហាទាំងអស់នោះតែងតែកើតឡើងជារៀងរាល់ឆ្នាំស្ទើរតែគ្រប់ចម្ការទម្រាំវាមកដល់ចំណុចនេះតើវាឆ្លងកាត់អ្វីខ្លះតើបងប្អូនមានដឹងទេជាបឋមខ្ញុំបាទធម្មជាតិបៃតងជាអ្នកយល់អំពីដំណាំចន្ទីសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទម្រាំចន្ទីមកដល់ចំណុចនេះគឺវាឆ្លងកាត់នៅដំណាក់កាលការផ្ដល់សារធាតុចិញ្ចឹមឲ្យវាមិនគ្រប់គ្រាន់កាលណាយើងផ្ដល់សារធាតុចិញ្ចឹមឲ្យវាមិនគ្រប់គ្រាន់ធ្វើឲ្យវាបាត់បង់នៅប្រព័ន្ធការពារផ្នែករាងកាយនិងប្រព័ន្ធការពារផ្នែកជីវសាស្ត្រធ្វើឲ្យវាមិនអាចធន់ទ្រាំទៅនឹងអាកាសធាតុប្រែប្រួលនៅពេលអាកាសធាតុត្រជាក់ខ្លាំងក្តៅខ្លាំងដំណាំចន្ទីមិនបានផលិតនៅអាហារគ្រប់គ្រាន់ការដឹកជញ្ជូនអាហារនៅក្នុងខ្លួនវាមានលក្ខណៈស្ពឹកគឺស្មើនឹងការដឹកជញ្ជូនមិនល្អធ្វើឲ្យស្ងួតបាត់បង់នៅសំណើមពេលនោះធ្វើឲ្យកោសិកាទាំងអស់នឹងចាប់ផ្ដើមរលាកលំអងកេសរក៏រលាកសត្វផ្កាក៏រលាកធ្វើឲ្យផ្កាចាប់ផ្ដើមក្រៀមខូចដំណើរការនៃការបង្កាត់លំអងធ្វើឲ្យវាបរាជ័យពេលនោះសុខភាពវាចាប់ផ្ដើមធ្លាក់មួយកម្រិតទៀតសត្វល្អិតចូលមកវាយលុកបន្ថែមបឺតយកនៅសារធាតុចិញ្ចឹមដែលនៅសេសសល់ហើយបន្សល់នៅស្នាក់ស្នាមមុខរបួសជាផ្លូវជាច្រកសម្រាប់ឲ្យជំងឺផ្សិតគ្រប់ប្រភេទមកតោងដើម្បីវាយលុកយ៉ាងសកម្មពេលនោះធ្វើឲ្យវាបាត់បង់នៅសារធាតុចិញ្ចឹមស្ទើរតែ 100% សរុបរួមពីដើមទីមកដល់ពេលចំណុចនេះគឺវាបាត់បង់នៅសារធាតុចិញ្ចឹមមុនគេទើបឲ្យបងប្អូនបរាជ័យនៅក្នុងការបញ្ចេញក្តឹបធ្វើឲ្យផ្កាក្រៀមបញ្ហាទាំងអស់នោះវាកើតចេញមកពីបងប្អូនបានបាញ់នៅសារធាតុបូរុនឲ្យទៅវាមិនបានផ្ដល់នៅសារធាតុចិញ្ចឹមឲ្យវាគ្រប់គ្រាន់បងប្អូនត្រូវយល់ថាបូរុនវាមិនអាចរំលាយជាមួយនឹងទឹកយើងធម្មតាបានទេហើយរុក្ខជាតិក៏មិនអាចទទួលយកបានច្រើនលើសពី 5% ទៅ 10% ដែរព្រោះវាជាសារធាតុមួយមិនអាចចល័តទីបាញ់នៅត្រង់ណានៅតោងជាប់នៅត្រង់នេះហើយជាចំណុចចន្លោះប្រហោងរបស់បងប្អូនគិតថាផ្ដល់ឲ្យវាគ្រប់ចំនួនតាមពិតបងប្អូនបាញ់តាំងពីដើមមកគឺมันបានផ្ដល់ឲ្យវាគ្រប់គ្រាន់សម្រាប់ទ្រទ្រង់នៅក្នុងការប្រើប្រាស់ធម្មពលដ៏ខ្លាំងក្លានៅក្នុងវគ្គបង្កបង្កើនផលនេះឡើយខ្ញុំចង់ឲ្យបងប្អូនឈប់យល់ច្រឡំទៅលើបរនទៀតចង់ឲ្យបងប្អូនប្រើប្រាស់សារធាតុ Solibor បើសិនជាបងប្អូនប្រើវាពីដើមទីនោះបងប្អូនមិនជួបបញ្ហាដល់ចំណុចនេះឡើយហើយខ្ញុំក៏បានផលិតនៅសារធាតុ Solibor ម្យ៉ាងដែលឈ្មោះថា Solibor Complete វាមានតួនាទីខ្លាំងនៅក្នុងការជម្រាបចូលទោះជាស្ថិតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំងក្តៅខ្លាំងក៏ដោយក៏សារធាតុមួយនេះបំពេញតួនាទីគ្មានចន្លោះប្រហោងឡើយហើយវាអាចចល័តទីគ្រប់នៃសរីរាង្គកោសិការបស់រុក្ខជាតិគ្រប់ទីកន្លែងទាំងអស់មិនមែនដូចបូរុននោះឡើយហើយថែមទាំងជួយឲ្យរុក្ខជាតិមានប្រព័ន្ធការពារដ៏រឹងមាំផ្នែករាងកាយនិងផ្នែកជីវសាស្ត្រធន់ទៅនឹងអាកាសធាតុក្តៅត្រជាក់ធន់នឹងទឹកភ្លៀងអាស៊ីតសន្សើមប្រៃធន់នឹងជំងឺធន់នឹងសត្វល្អិតដូច្នេះសូមបងប្អូនប្រើប្រាស់នៅសារធាតុ Solibor Complete មួយនេះ